bạn sống chìm riệp xuống chắc ở video này cứ dương được sạc xa cho mỗi khía âm pí khâm xa cần đặt chia dương chỉ bằng to tiệt bạn chân dương cho mà đó khâm xa mấy cứ vẽ quan tần nắng chùm nuốn tu sụp hiện bạn trong video này cứ lực ru bắt đầu song khăn từ lờ mua lực than cừ đầm bốn bạn lấy ca sạc xa chùm nuốn tu sụp hiện bạn chân cứ chùm này đầm bông mà giới cứ âm nén nâng sầm né chùm nuốn tu sụp hiện bạn trong video này cứ dương được riêng án nâng sơ xe chùm nuốn tu sụp hiện cho mỗi khía nè bạn tặng chân môn nâng án nâng sơ xe bàn trầm trần chân côn trần squat phong đá chân chùm nuốn tu sụp hiện cứ sầm đá từ lỡ chùm nuốn đài miến chồng nọtឬក៏មានចុចណាបាទតោះចាឥឡូវយើងទៅមើលទាំងអស់គ្នាដើម្បីកាន់តែយល់ច្បាស់លោកគ្រូមានឧទាហរណ៍ពីរកខបាទតោះចាឥឡូវយើងមើលឧទាហរណ៍ករបស់យើងនេះអញ្ចឹងទម្រង់បែបនេះមានលើមានក្រោមបែបនេះគេហៅថាជាទម្រង់ប្រភាគបាទទម្រង់ប្រភាគហេតុអីបានលោកគ្រូរៀនពីចំនួនទស្សភាគសោះមិនចាំបាច់ដាក់ប្រភាគមកដែរបាទអញ្ចឹងដោយសារតែវាពាក់ព័ន្ធនឹងប្រភេទអញ្ចឹងទៅលោកគ្រូបង្ហាញឲ្យកូនឃើញតែម្ដងណាបាទតោះអញ្ចឹងប្រភេទនេះ1025នេះគេហៅថាភាគយកផ្នែកចំនួននៅខាងលើគេហៅថាភាគយកចំនួននៅខាងក្រោមគេហៅថាភាគបែងបាទនេះអញ្ចឹង1025លើ1000អញ្ចឹងដើម្បីឲ្យបានចំនួនទស្សភាគនេះអញ្ចឹងគេត្រូវយកភាគយកចែកឲ្យភាគបែងអញ្ចឹងចំនួននេះបើសិនជាកូនចែកទៅគឺទទួលបានបាទ1ចុចបាទនេះហ្នឹងចាំបើកូនយកភាគយកចែកភាគបែងទៅគឺយើងទទួលបានប៉ុណ្ណេះនេះហ្នឹងទទួលបានលេខពណ៌ក្រហមហ្នឹងណាបាទអញ្ចឹងលេខពណ៌ក្រហមហ្នឹងហើយគឺចំនួនហ្នឹងគេហៅថាចំនួនទស្សភាគហេតុអីបានហៅថាចំនួនទស្សភាគពីព្រោះចំនួននេះគឺមានចុចឬក៏មានចំណុចណាបាទអញ្ចឹងវាមិនមែនជាចំនួនកុដទេអញ្ចឹងវាជាចំនួនទស្សភាគពីព្រោះវាមានចំណុចណាបាទតោះអញ្ចឹងតើចំនួនហ្នឹងមានលេខ4ខ្ទង់ហ្នឹង1 2 3 4នេះអញ្ចឹងយើងអានវាថាម៉េចយើងបានចំនួនទស្សភាគហើយអញ្ចឹងយើងអានថាម៉េចបាទអញ្ចឹងនៅក្នុងការអានចំនួនទស្សភាគនេះអញ្ចឹងយើងអានចាប់ពីផ្នែកខាងឆ្វេងនេះទៅមុនដូចគ្នាបាទដូចយើងអានចំនួនកុដធម្មតាដែរណាតោះអញ្ចឹងកន្លែងនេះអញ្ចឹងតួលេខ1អញ្ចឹងយើងអាន1បាទ1ហើយនេះសញ្ញាអីសញ្ញាចុចអញ្ចឹងយើងអានថា1.025បាទចានេះគឺយើងរួមបញ្ចូលគ្នាណា1.025បាទអញ្ចឹងគ្រូសរសេរបង្ហាញដូចគ្នាបាទគ្រូដាក់ថាបាទអានថាទៅណាបាទអានថា1.025បាទ1.0នេះ1.025នេះជាចំនួនទស្សភាគណាពីព្រោះវាមានចំណុចហើយបាទអញ្ចឹងគឺយើងអានបែបហ្នឹងចាប់ពីផ្នែកខាងឆ្វេងទៅស្ដាំដូចការអានចំនួនកុដដែរតែខុសគ្នាត្រង់ថាវាមានចុចណាបាទអញ្ចឹងយើងបញ្ចប់ឧទាហរណ៍កមួយយើងបានចំនួនទស្សភាគហើយយើងបានអានហើយសរសេរបង្ហាញផងដែរបាទតោះចាឥឡូវយើងចូលទៅខ្ទង់ខបន្តទៀតខ្ទង់ខរបស់យើងជាទម្រង់ប្រភេទដដែលបាទជាភាគយកគឺ142បាទរីឯភាគបែងគឺ1000បាទចុះដើម្បីបានចំនួនទស្សភាគកូនត្រូវយកភាគយកចែកឲ្យភាគបែងបាទអញ្ចឹងចំនួននេះបើសិនជាយើងចែកទៅគឺទទួលបានបាទបាទអញ្ចឹងគឺយើងទទួលបានប៉ុណ្ណេះអញ្ចឹងលោកគ្រូអត់ទាន់បញ្យល់អំពីការចែកទទួលបានចម្លើយលឿនបែបហ្នឹងទេទទួលបានចំនួនទស្សភាគលឿនបែបហ្នឹងទេដោយសារតែវីដេអូនេះគឺលោកគ្រូផ្ដោតមកលើអំណាចនិងសំណេរសិនអញ្ចឹងណាលោកគ្រូអត់ទាន់បញ្យល់នេះទេដើម្បីកុំឲ្យវីដេអូនោះវាវែងពេកណាអញ្ចឹងនៅពេលដែលវីដេអូក្រោយៗគឺលោកគ្រូនឹងបង្ហាញថាតើយើងធ្វើយ៉ាងម៉េចដើម្បីទទួលបានចំនួនទស្សភាគបែបងាយអញ្ចឹងណាបាទតោះអញ្ចឹងចំនួនពណ៌ក្រហមនេះយើងទទួលបានហើយវាមានចំណុចអញ្ចឹងចំនួននេះគេហៅថាចំនួនទស្សភាគបាទតោះអញ្ចឹងយើងអានថាម៉េចបើយើងទទួលបានប៉ុណ្ណឹងយើងអានថាម៉េចដូចឥឡូវដែរអញ្ចឹងយើងអានចាប់ពីផ្នែកខាងឆ្វេងបណ្ដាញទៅខាងស្ដាំបាទអញ្ចឹងកន្លែងនេះគឺយើងអានថា0.25
បាទ142กันនេះលេខ3ខ្ទង់នេះគឺយើងបញ្ចូលគ្នាណាបាទអញ្ចឹងម្ដងទៀត 0.142 អត់អាន142ទេណាកូនកុំភ្លេចដាក់10ណា 0.142 បាទអញ្ចឹងលោកគ្រូសរសេរបង្ហាញដូចគ្នាកូនអានបាទអានថាលេខ0នៅមុខអញ្ចឹងយើងអានថា0បាទ 0.100 បាទ140បាទ 0.140 42បាទនេះអញ្ចឹងអានថា 0.142 នេះ 0.142 បាទអញ្ចឹងទាំងខ្ទង់កទាំងខ្ទង់ខលោកគ្រូបានបង្ហាញចំនួនទស្សភាគនិងអានឲ្យកូនទាំងអស់គ្នាបានឃើញដូចគ្នាហើយបាទអញ្ចឹងលោកគ្រូសង្ឃឹមថាការបង្ហាញខ្លីនេះកូនប្រកាសជាអាចតន់បានខ្លះហើយបាទហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតជាមួយនឹងការអានក៏ដូចជាការសរសេរក៏ដូចជាប្រមាណវិធីផ្សេងដែលពាក់ព័ន្ធទៅនឹងចំនួនទស្សភាគបាទចឹងលោកគ្រូនឹងបង្ហាញលម្អិតនៅវីដេអូក្រោយៗជាបន្តទៀតបាទចឹងលោកគ្រូសូមបញ្ចប់វីដេអូខ្លីទៅត្រឹមនេះហើយយើងនឹងជួបគ្នាជាបន្តទៀតបាទសូមអរគុណ